បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូននៅតាមដានទស្សនាតាមរយៈ Channel ប្រវត្តិនៅថ្ងៃដែរ Channel ប្រវត្តិនឹងលើកយកនៅភាពបន្តតាក់ទងទៅនឹងតៃកនទៀតបាទមកជំរាបជូនដល់ពុកម៉ែបងប្អូននៅបានដឹងបាទដូច្នេះសូមពុកម៉ែបងប្អូនតាមដានស្ដាប់ជាមួយយើងខ្ញុំដូចតទៅចំបាំងរវាងនេកននិងច័ន្ទរាជាឬអង្គច័ន្ទអ្វីត្បិតតែស្ដេចកនដែលនិយាយថាមានមហន្តរិទ្ធអស្ចារ្យនោះជាអ្នកដណ្ដើមរាជសម្បត្តិក៏ដោយស្ដេចកនក៏ជាព្រះរាជាដ៏ល្អមួយអង្គចំពោះរាជដែរស្ដេចកនបានកាត់បន្ថយពន្ធដារប្រទេសជាតិស្គាល់សុខសន្តិភាពមានបរទេសជាច្រើនចូលមកនគរខ្មែរដើម្បីរកស៊ីធ្វើជំនួញនោះគឺជាសម័យដ៏ត្រចះត្រចង់មួយប៉ុន្តែព្រះអង្គច័ន្ទអនុជរបស់ព្រះបាទស្រីសុគន្ធបុត្រដែលបានភៀសខ្លួនទៅស្រុកសៀមបានយាងត្រឡប់មកវិញទ្រង់បានរៀបចំការតស៊ូប្រឆាំងនឹងស្ដេចកនជ្រេចរាជ្យការតស៊ូរីកចម្រើនយ៉ាងរហ័សដោយចាប់ផ្ដើមចេញពីអាណាខេត្តខាងលិចតាមមឿងអ្នកខ្លះគេហៅថាតាពេជ្របានសម្លាប់ចៅវាយស្រុកបញ្ចុះបញ្ចូលរាជនិងពោលទាហានឲ្យចូលមកខាងព្រះអង្គច័ន្ទក្សត្រអង្គនេះជាចៅរបស់ព្រះបាទពន្យាយ៉ាតដែលជាស្ថាបនិកក្រុងចតុមុខដូចនេះទ្រង់ជារាជទាយាទស្របច្បាប់ប្រជារាស្ត្រមានការស្ទាក់ស្ទើរការប្រយុទ្ធគ្នាអូសបន្លាយអស់រយៈពេល9ឆ្នាំគូប្រកួតទាំងពីរទទួលស្គាល់តម្លៃគ្នាទៅវិញទៅមកហើយខិតខំធ្វើយ៉ាងណាឲ្យអ្នកស្រុករងទុក្ខវេទនាតិចតួចបំផុតនៅឆ្នាំ1525ព្រះអង្គច័ន្ទបានទទួលជ័យជំនះស្ដេចកនត្រូវគេចាប់បានរួចត្រូវគេពេជ្ឈឃាតទៅបាទសូមអរគុណដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយពុកម៉ែបងប្អូនថ្មីដែលមិនទាន់ Subscribe សូមជួយ Subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីនៅពេលដែលខ្ញុំបាទបង្ហោះទៅអរគុណជួបគ្នានៅវីដេអូក្រោយទៀត